ក្នុងរយៈពេលមុនសង្គ្រាមប្រហែលខែនេះខ្ញុំធ្លាប់ទៅប្រាសាទព្រះវិហារខ្ញុំឡើងទៅលេងខ្ញុំដើរទៅអុជធូបបន់ស្រន់អីខ្ញុំសប្បាយចិត្តណាស់ដោយសារមានអង្គការយូណេស្កូគាត់កំពុងតែជួសជុលប្រាសាទដែលបាច់បាក់មិនមែនដោយសារសង្គ្រាមតិចតួចទេតែរលំដោយសារធម្មជាតិយើងអាចធ្វើបានជួសជុលបានតែត្រូវការរយៈពេលវែងអ្នកជំនាញដែលមានច្បាស់លាស់អញ្ចឹងទាមទារអង្គការយូណេស្កូនិងអង្គការពិភពលោកមកជួយជួសជុលយើងកំពុងដំណើរការជួសជុលរហូតមកដល់ប្រហែលថ្ងៃមុននេះពួកខ្មាំងឆ្លៀនពៀនសៀមបានបាញ់ថាវក្រេនេះខ្ញុំនិយាយថាវក្រេនឹងសំណង់នៅព្រះវិហារហ្នឹងខ្ទេចខ្ទីមួយចំនួនធ្វើឲ្យអារម្មណ៍ខ្ញុំនេះគឺក្រោកគ្រួខ្លាំងណាស់ពិសេសគាត់សម្រាប់ប្រជាជនខ្ញុំតែអត់មានពលរឿងដៃធ្វើឲ្យខ្ញុំជឿចិត្តចាំមិនអាចភ្លេចបានទេគាត់ជាប្រជាជនអត់មានស្អីសោះហេតុអីគាត់លើកកម្លើងបានប្រហារជីវិតរបស់ប្រជារដ្ឋខ្ញុំស្លាប់ដោយមិនមែនជាកងទ័ពអ្នកឯងបានបំផ្លាញប្រាសាទតាក្របីដែលអ្នកឯងនិយាយថាជារបស់អ្នកឯងជាទ្រព្យសម្បត្តិរបស់ជនជាតិអ្នកឯងចុះហេតុអីបានអ្នកឯងបាញ់កំទេចប្រាសាទតាក្របីឲ្យคล้ายទៅជាផេះផង់គឺយើងមិនអាចសាងសង់បានទេដោយសារអីលាយទៅជាផេះផង់ទៅហើយប៉ុន្តែទោះបីយ៉ាងណាក៏អ្នកឯងមិនអាចបំផ្លាញស្នាមដែលអ្នកឯងបានប្រព្រឹត្តមកលើប្រជាជនខ្មែរឬមួយក៏ជាបេតិកភណ្ឌមនុស្សលោកព្រោះគេបានបញ្ចូលទៅក្នុងបេតិកភណ្ឌពិភពលោកទាំងហើយតែទីបញ្ចប់អ្នកឯងបានបំផ្លាញដូចជាព្រះវិហារដូចជាប្រាសាទតាក្របីហើយសូមឲ្យអន្តរជាតិវិតម្លៃទៅអ្នកណាឆ្លៀនពៀនអ្នកណាចង់បានអ្នកណាគឺទាំងអស់គ្នាក្នុងពិភពលោកជួយវិនិច្ឆ័យបច្ចុប្បន្ននេះពិភពលោកដឹងហើយថានឹងជារបស់អ្នកណាខ្ញុំក្នុងនាមជាកូនខ្មែរនឹងទាំងអស់គ្នាសុខចិត្តការពារប្រោផ្ដាច់មិនឲ្យបាត់បង់ទឹកដីនិងបេតិកភណ្ឌរបស់កម្ពុជាក៏បេតិកភណ្ឌរបស់មនុស្សលោកដែរនៅទីបញ្ចប់ខ្ញុំចង់សនំពរឲ្យខ្ញុំជ័យនិយាយថាទូទាំងពិភពលោកអង្គការសហជីវជាតិអង្គការយូណេស្កូនិងស្ថាប័នទូទាំងពិភពលោកជួយបញ្ឈប់សង្គ្រាមរវាងកម្ពុជានិងថៃពួកយើងជាជនជាតិអាស៊ីតែមួយទេរស់នៅគ្នាស្បែកសម្បល់ដូចគ្នាហូបបាយដូចតែគ្នាហ្នឹងគ្មានអ្នកណាចង់បានសង្គ្រាមទេសង្គ្រាម